នៅលើកំពូលពីរ៉ាមីតបុរាណដ៏ធំមួយរបស់ខ្មែរមានអណ្ដូងមួយដែលគេហៅថាអណ្ដូងគ្មានបាតអស់ជាច្រើនសតវត្សមកហើយប្រជាជនក្នុងតំបន់បាននិយាយតគ្នាថាអណ្ដូងនេះជាច្រកទៅកាន់ភពក្រោមដីតើរឿងនេះជាការពិតឬគ្រាន់តែជារឿងព្រេងកោះកេរគឺជារាជធានីបុរាណនៃអាណាចក្រខ្មែរក្នុងសម័យព្រះបាទជ័យវរ្ម័នទី4នៅសតវត្សទី10អ្វីដែលធ្វើឲ្យកោះកេរពិសេសគឺប្រាសាទរាងពីរ៉ាមីតកម្ពស់ប្រមាណ35ម៉ែត្រដែលគេស្គាល់ថាប្រាសាទប្រាង្គឬប្រាសាទធំនៅលើកំពូលនៃសំណង់នេះមានអណ្ដូងជ្រៅមួយដែលបានក្លាយជាប្រភពនៃរឿងព្រេងជាច្រើនអ្នកស្រុកបានជឿថាអណ្ដូងនេះជ្រៅខ្លាំងរហូតគ្មានអ្នកណាអាចមើលឃើញបានទេមានរឿងនិទានមួយនិយាយថាក្នុងសម័យបុរាណគេបានបោះមាសត្បូងនិងគ្រឿងបូជាជាច្រើនចូលក្នុងអណ្ដូងនេះដើម្បីថ្វាយព្រះរឿងមួយទៀតនិយាយថាគេធ្លាប់បោះដូងចូលទៅក្នុងអណ្ដូងហើយប្រមាណថ្ងៃក្រោយមកដូងនោះបានដេញឡើងនៅកន្លែងឆ្ងាយពីកោះកេរដែលធ្វើឲ្យមនុស្សជាច្រើនជឿថាវាមានផ្លូវភ្ជាប់ទៅកាន់ពិភពក្រោមដីទោះបីជាមានភស្តុតាងបញ្ជាក់ក៏ដោយរឿងនេះនៅតែត្រូវបាននិយាយតគ្នារហូតមកដល់សព្វថ្ងៃអ្នកស្រាវជ្រាវជាច្រើនបានសិក្សាតំបន់នេះនិងបានបញ្ជាក់ថាអណ្ដូងនេះប្រហែលជាមានតួនាទីសាសនាអ្នកខ្លះជឿថាវាជាទីតាំងសម្រាប់តម្កល់លិង្គដ៏ធំដែលជានិមិត្តរូបនៃព្រះសិវៈនៅក្នុងសាសនាហិណ្ឌូភ្នំតំណាងឲ្យព្រះសុមេរុដែលជាចំណុចកណ្ដាលនៃចក្រវាឡដូច្នេះកំពូលពីរ៉ាមីតនេះអាចជាកន្លែងដ៏ពិសិដ្ឋបំផុតទោះបីជាមានការសិក្សាជាច្រើនក៏ដោយសំណួរមួយចំនួននៅតែមិនទាន់បានចម្លើយហេតុអ្វីបានជាគេសាងសង់រណ្ដៅនេះនៅលើកំពូលតើមានវត្ថុបុរាណសំខាន់លាក់នៅខាងក្រោមដែរឬទេឬវាគ្រាន់តែជាផ្នែកមួយនៃពិធីសាសនាបុរាណអណ្ដូងគ្មានបាតនៅកោះកេរនៅតែជាអាថ៌កំបាំងមួយក្នុងចំណោមអាថ៌កំបាំងដ៏ធំបំផុតរបស់អាណាចក្រខ្មែរតើបងប្អូនជឿថាវាជាច្រកទៅកាន់ពិភពក្រោមដីឬគ្រាន់តែជាសំណង់សាសនាបុរាណសូមបញ្ចេញមតិនៅខាងក្រោមហើយកុំភ្លេច Like Share និង Subscribe Channel ដើម្បីស្វែងយល់អំពីអាថ៌កំបាំងប្រាសាទខ្មែរផ្សេងទៀត